Yes here you are Yes here you are បាទមាននេះលោកឬក៏នេះអ្នកអញ្ចឹង here you are ហ្នឹងគឺទៅពេលដែលគេហុចឲ្យអ្នកលក់ហុចខោអាវឬក៏យើងហុចខោអ្វីឲ្យវ៉ាន់ឲ្យគេថា here you are នេះអញ្ចឹងនេះលោកគេហុចខោអាវមក Thank you I'll take it អញ្ចឹងថាអរគុណច្រើនThank you I'll take it I'll មកពី I will ណា I will take it មានន័យថាអរគុណខ្ញុំយកវាអូខេអញ្ចឹងខ្ញុំយកអាមួយនេះចង់និយាយអញ្ចឹងណាពេលដែលគាត់ហុចមកពួកអីគាត់បានលោអាមួយហើយគាត់ស្រឡាញ់ពណ៌ហើយប៉ុន្តែគាត់ទូចជាងដល់ពេលគាត់យកអាទំហំធំមកថាគាត់យកតែម្ដងអញ្ចឹងអរគុណខ្ញុំយកវា Let me pack for you អញ្ចឹងអ្នកលក់គាត់ថា Let me pack for you ចាំខ្ញុំខ្ចប់ឲ្យឬក៏ចាំខ្ញុំឆក់ថង់ឲ្យអញ្ចឹងទៅអញ្ចឹងទៅអ្នកទិញគាត់ថា thank you គាត់ថាអរគុណ how much does it cost គាត់ភ្លេចសួរតម្លៃអញ្ចឹងអរគុណthank you how much does it cost អរគុណតើវាតម្លៃប៉ុន្មានឬក៏តើវាថ្លៃប៉ុន្មាន It costs $18 $18 អញ្ចឹងណាអញ្ចឹងវាថ្លៃ$18 អញ្ចឹង it costs $18 ចុះបើតម្លៃ$10តែម៉េច it costs $10 ចុះបើតម្លៃ$5 it costs $5 អញ្ចឹងទៅអ្នកទិញគាត់ថា that is so expensive can you sell it at 10គាត់អត់និយាយដុល្លារម្ដងទៀតទេណាអញ្ចឹងគាត់ថា that is so expensive can you sell at 10 that is so expensive ប្រែថាវាថ្លៃពេកហើយថ្លៃម៉េះCan you sell at 10 តើអ្នកអាចលក់$10បានទេចង់និយាយថា10ព្រោះ$គេនិយាយឲ្យពីលើអញ្ចឹងគេនិយាយថាលក់10បានអត់ឬក៏បើយើងតថ្លៃយើងមិនដែលនិយាយថាគេថាលក់$10អាចលក់5បានទេឬក៏គេមិនដែលថានិយាយលក់$5បានទេមិនបាច់និយាយ$ម្ដងទៀតទេអញ្ចឹង that is so expensive Can you sell at 10វាថ្លៃពេកហើយតើអាចលក់$10បានទេឬក៏អាចលក់10បានទេ How about 15 ចុះ$15យ៉ាងចុះ15យ៉ាងម៉េចដែរអញ្ចឹងណាគាត់ចុះបន្តិចមកចុះ15យ៉ាងម៉េចដែរ How about 15ជួបថាចុះ$3មិនដែរ How about 3អញ្ចឹងណាអញ្ចឹងបើសិនយើងចង់សួរគេថាចុះប៉ុណ្ណឹងមិនដែរ That still be expensive I can't afford That still be expensive I can't afford Okay បើប្រែថាតម្លៃនេះនៅតែថ្លៃណា That still be expensive តម្លៃនេះនៅតែថ្លៃខ្ញុំមិនមានលទ្ធភាពទិញទេ I can't afford ហ្នឹងខ្ញុំអត់មានលទ្ធភាពទិញទេ Last price ហ្នឹងគេលក់ថាឥឡូវតម្លៃចុងក្រោយណា$12 Last price $12 នេះលក់ថាតើតម្លៃចុងក្រោយមកណា$12យកបានអត់អញ្ចឹង last price $12 that sound better that sound better here you are okay នេះគ្រាន់បន្តិចអូខេនេះគ្រាន់តែចង់និយាយថាតម្លៃនេះស្ដាប់ទៅមិនសូវថ្លៃមកនេះគ្រាន់ជាងមុនបន្តិចនេះលុយទៅគាត់ហុច$12ទៅឲ្យគេអូខេអញ្ចឹង last price បើប្រែថាតើតម្លៃចុងក្រោយតម្លៃលក់ហ្មងអត់មានចុះទៀតទេ$12អូខេទាំង$12អញ្ចឹងទៅ That sound better អញ្ចឹងមានអីស្ដាប់ទៅល្មមឬក៏និយាយថាមានអីប៉ុណ្ណឹងអាចទទួលយកបានគ្រាន់បន្តិចអញ្ចឹងណានេះលុយ Here you are អញ្ចឹងក៏ហុចលុយឲ្យគេពេលដែលហុចលុយឬហុចអីវ៉ាន់ឲ្យគេយើងប្រាប់ Here you are អូខេហុចគេទៅប្រាប់ថា Here you are Thank you hope you come again Thank you hope you come again អរគុណអ្នកដែលបានជើញមកទិញអញ្ចឹងណាសង្ឃឹមថាអ្នកនឹងមកម្ដងទៀតសង្ឃឹមថាអ្នកមកទិញម្ដងទៀតភាសាខ្មែរយើងថាសូមអញ្ជើញមកម្ដងទៀតអីចឹងទៅប៉ុន្តែកន្លែងនេះ hope you come again មានថាសង្ឃឹមថាអ្នកនឹងមកម្ដងទៀតមកហាងយើងអញ្ចឹងណា Thank you goodbye Thank you goodbye អរគុណខ្ញុំលាសិនហើយអញ្
ចឹងគាត់ឲ្យលុយគេហើយគេថាអរគុណគាត់លាសិនហើយចឹងបាយបាយសូមអរគុណចំពោះការទស្សនាវីដេអូនេះចំពោះអ្នកដែលអត់ទាន់បានចុច Subscribe សូមចុច Subscribe នៅខាងក្រោមនៃវីដេអូដើម្បីទទួលបានវីដេអូជាច្រើនទៀត